ថ្ងៃអកអំបុកសំពះព្រះខែតាមប្រពៃណីចាស់ចាស់គាត់បង្អកអំបុកគ្នាទៅវិញទៅមកមើលទៅគឺថាចាស់ចាស់គាត់សប្បាយខ្លាំងមែនតើបងប្អូនហើយគឺថាសប្បាយរីករាយឡើងកោះកអើងអកងអញ្ចឹងណាបងប្អូនមនុស្សមកច្រើនមែនតើគឺថាសប្បាយខ្លាំងមែនតើជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជាថ្ងៃពេញបោនាងខ្ញុំនាំពូម៉ាក់នាងខ្ញុំ2 3នាក់ហ្នឹងមកលេងវត្តមកជួយដាល់អំបុកបងប្អូនមកជួបជុំគ្នាអញ្ចឹងគឺថាសប្បាយខ្លាំងមែនតើបងប្អូនហើយមានទាំងចាស់មានទាំងក្មេងគាត់ដាល់អំបុកអញ្ចឹងណាមានទាំងប្រុសទាំងស្រីគឺថាចូលរួមយ៉ាងកុះកសប្បាយខ្លាំងមែនតើហើយយើងដាល់អំបុកហ្នឹងគឺថាសប្បាយណាបងប្អូនអត់ហត់ទេដោយសារតែយើងមកដាល់អំបុកជុំគ្នាអញ្ចឹងគឺថាសប្បាយរីករាយមែនតើមានការនិយាយលេងអីអញ្ចឹងណាហើយសប្បាយទៀតបងប្អូនមានចាស់ចាស់ក្មេងៗពិសេសក្មេងៗប្រុសបងប្អូនគឺគាត់ប្រកែមែនតើគាត់ចេះតាំងដាល់អំបុកមានខ្លះហ្នឹងក៏ពាក់កម្មាតាមបែបប្រពៃណីអញ្ចឹងណាបងប្អូនគឺថាសប្បាយខ្លាំងគាត់ចូលរួមយ៉ាងកុះកស្រស់ដៃស្រស់ជើងគ្នាល្អមែនតើហើយក្មួយស្រីហ្នឹងគាត់អមបុកបងប្អូនដាល់បណ្ដើអមបុកបណ្ដើហូបបណ្ដើអញ្ចឹងណាគឺថាសប្បាយមែនតើទៅរំដល់ម៉ោងដែលយើងត្រូវសំពះព្រះខែអកអំបុកអញ្ចឹងណាបងប្អូនអញ្ចឹងក៏មានកម្មវិធីផ្សេងដែលរៀបចំឡើងដោយព្រះចៅអធិការទៅវាសនានៅវត្តដងផ្លិតបងប្អូនហើយនាងខ្ញុំជាមួយនឹងពួកម៉ាក់ហ្នឹងគឺថាមកនាំគ្នាថត selfie អញ្ចឹងណាបងប្អូនគឺថាសប្បាយខ្លាំងមែនតើអញ្ចឹងក៏មានការជួបជុំគ្នាយ៉ាងកុះកបងប្អូនមើលទៅរូបភាពក៏ដឹងដែរថាសប្បាយខ្លាំងប៉ុណ្ណាអញ្ចឹងណាបើបរោះនេះវិញគឺថាមកដាល់អំបុកពីត្បាល់ហ្នឹងម្នាក់ឯងគឺមិនខ្ចីឲ្យវិណាជួយទេគឺថាប្រកែមែនតើប្រុសសម័យឥឡូវគឺថាខ្លាំងជាងស្រីទៀតណាបងប្អូនគាត់ប្រកែធ្វើនេះធ្វើនោះឲ្យតែមានកម្មវិធីអីមួយគឺថាមកចូលរួមយ៉ាងកុះកហើយមើលព្រះខែបងប្អូនព្រះខែហ្នឹងគឺថាជិតដល់ម៉ោងហើយទៅម៉ោង 11:40 អញ្ចឹងយើងក៏មកដាល់អំបុកមើលចាស់អញ្ចឹងគាត់ដាល់អំបុកអញ្ចឹងណានាងខ្ញុំក៏ជួយដាល់ណាបងប្អូនដាល់បាន 2-3 ត្បាល់នឹងគេដែរគឺថាសប្បាយខ្លាំងមែនតើហើយក៏រំលឹកនៅតាមបែបប្រពៃណីអញ្ចឹងណាបងប្អូនរំលឹកនៅទំនៀមទម្លាប់ប្រពៃណីរបស់ព្រះពុទ្ធសាសនានៅខែពេញបរមីហើយអញ្ចឹងគឺយើងមកដាល់អំបុកហូបលេងរួចហើយក៏បង្ហើយអញ្ចឹងក៏យើងក៏ឈានមកដល់កម្មវិធីដែលត្រូវអំបុកអញ្ចឹងណាបងប្អូនមើលទៅចាស់ទៅក៏ដឹងដែរថាសប្បាយយ៉ាងណាបងប្អូនហើយគឺថាចូលរួមយ៉ាងកុះកអើងកងសប្បាយខ្លាំងមែនតើមានទាំងប្រុសទាំងស្រីទាំងចាស់ទាំងក្មេងមកចូលរួមអញ្ចឹងណាបងប្អូននៅកម្មវិធីប្រុសយើងដល់ម៉ោងហើយគឺចាស់គាត់បង្អកមុខគ្នាទៅវិញទៅមកទាំងចាស់ទាំងក្មេងហ្នឹងគឺថាសប្បាយខ្លាំងដល់ហើយគឺថាសប្បាយសើចតែមែនតើដល់កន្លែងនេះគឺថានាងខ្ញុំរំភើបជាងគេបងប្អូនមើលហើយរំភើបផងអញ្ចឹងណាហើយគុណម្ចាស់ហ្នឹងគឺថាគាត់ប្រកែមែនតើគាត់ប្រកែរៀបចំកម្មវិធីបងប្អូនមានទាំងកម្មវិធីរំរែកដុតភ្លើងទៀនបង្វិលអញ្ចឹងណាកន្លែងនេះនាងខ្ញុំមិនអត់យល់ទេបងប្អូនដោយសារតែអត់ដឹងថាខែណាភ្លៀងខែណាអត់ភ្លៀងអីហ្នឹងគឺថាមើលអត់សូវយល់ទេប៉ុន្តែចេះមើលឲ្យដឹងខ្លះដែរអញ្ចឹងណាបងប្អូនទំនៀមទម្លាប់បងប្អូនប្រពៃណីនៅភូមិដងផ្លិតឃុំចេពីហ្នឹងគឺថាល្អខ្លាំងមែនតើបងប្អូននៅសប្បាយមែនតើឲ្យតែមានកម្មវិធីបន់ផ្សេងគឺថាគុណម្ចាស់គាត់ប្រកែរៀបចំកម្មវិធីនីមួយឲ្យមានភាពរលូនហើយបង្កជាភាពសប្បាយបងប្អូនចូលរួមយ៉ាងកុះកគ្រាន់តែមើលទៅក៏ដឹងដែរហើយបងប្អូនយើងនឹងក៏នាំគ្នាអង្គុយចាំមើលអញ្ចឹងតែម្ដងបងប្អូនកម្មវិធីនេះមានតាំងពីយូរយារណាស់មកហើយតាមបែបប្រពៃណីអញ្ចឹងណាហើយនាងខ្ញុំក៏ដឹងដែរថាគេធ្វើម៉េចខ្លះអញ្ចឹងណាដឹងថាគេបង្វិលទៀនដូចជា3ជុំបងប្អូនគេបង្វិលទៀន3ជុំប៉ុណ្ណឹងអីបងប្អូនដោយសារតែនាងខ្ញុំឃើញប៉ុណ្ណឹងដែរអញ្ចឹងណាហើយក៏បង្វិលចុះបង្វិលឡើងហើយនាងខ្ញុំក៏ឆ្ងល់ដែរថាមិនបានភ្លើងទៀនអត់រលត់អញ្ចឹងណាភ្លើងទៀនយើងដុតធម្មតាយើងដុតតែបង្វិលចុះក្រោមអញ្ចឹងគឺលត់ហើយនេះគឺអត់រលត់តែម្ដងបងប្អូនហើយតាមជំនឿសាសនាប្រពៃណីយើងតាំងពីបរមបុរាណអញ្ចឹងណាដុតទៀនហ្នឹងគឺដើម្បីចង់ដឹងថាតើយើងដុតទៀនហ្នឹងខែណាភ្លៀងខែណារាំងដើម្បីឲ្យកសិកររបស់យើងហ្នឹងងាយស្រួលក្នុងការធ្វើដំណាំដាំដុះស្រែចម្ការអញ្ចឹងណាបងប្អូនឲ្យដឹងពីពេលវេលានៃរដូវភ្លៀងហើយការធ្វើកម្មវិធីនេះគឺថាទៀងមែនតើបងប្អូនតែភ្លើងទៀនឆេះនៅខែណាអញ្ចឹងណាដូចជាទៀនហ្នឹងគេមានតំណាងខែមួយអញ្ចឹង
នៅពេលដែលខែណាដែលឆេះខ្លាំងស្រក់លឿនគឺខែហ្នឹងគឺភ្លៀងខ្លាំងហើយដល់ពេលទៀនណាអត់សូវឆេះរលត់អីចឹងគឺមានន័យថាខែហ្នឹងគឺអត់សូវមានភ្លៀងទេចឹងនាងខ្ញុំយល់ដឹងបានប៉ុណ្ណឹងឯងបងប្អូនបកស្រាយអីមិនបានជាក្បោះក្បាយទេតែមើលទៅបែបជាមិនសូវជាមានភ្លៀងអីទេដឹងបងប្អូនឃើញភ្លៀងទៀនចង់លុតអស់ហើយហ្នឹងអញ្ចឹងគឺថាសប្បាយខ្លាំងមែនតែនបានមកចូលរួមជុំគ្នាអញ្ចឹងមានការរំរែកដាល់អំបុកគ្នាអញ្ចឹងគឺថាសប្បាយមែនតែនអញ្ចឹងក្រោយពេលពីចាប់កម្មវិធីនេះហើយគឺថាយើងក៏បន្តទៅកម្មវិធីមុខទៀតរហូតដល់ម៉ោង1ណោះបងប្អូនម៉ោង1ជិតម៉ោង2ដែរណាបងប្អូនសប្បាយខ្លាំងមែនតែនកម្មវិធីមួយគឺថាมันងាយណាបងប្អូនពិសេសកម្មវិធីអំបុកសំពះព្រះខែនេះគឺថានាងខ្ញុំមិនសូវជាបាននៅរហូតដល់ចាប់ដើមទេដោយសារតែងុយដេកបងប្អូនទោះបីថាត្រឹមម៉ោង12ក៏ពិតមែនតែនាងខ្ញុំរត់ឡើងគឺដល់ទៅម៉ោង11ដឹងទៅដេកហើយងើបលែងរួយប៉ុណ្ណោះប៉ុន្តែ2ឆ្នាំហើយដែលនាងខ្ញុំនៅដល់គេសំពះព្រះខែដុតភ្លើងទៀនអញ្ចឹងណាបងប្អូនគឺថាសប្បាយខ្លាំងអញ្ចឹងបងប្អូនណាខ្លះដែលធ្លាប់ចូលរួមកម្មវិធីគឺដឹងហើយអញ្ចឹងណាបើស្រុកភូមិបងប្អូនធ្វើយ៉ាង